បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Hoodie មីទាំងអស់គ្នាចឹងថ្ងៃផងដែរយើងមានវីដេអូតពីថ្ងៃមុនហើយណាចឹងថ្ងៃនេះយើងរៀនពីជួររៈណាឬក៏ជួរអក្សរលណាហើយចឹងលក៏បានលក៏បានណាឬក៏ខ្យល់រក៏បានរក៏បានហើយចឹងមានរៈរីឬរេរៈឬក៏លៈលីលឺលេលក់ហើយតែជាគោលគឺគេអានសំឡេងខ្យល់អក្សររណាហើយចឹងអក្សរដំបូងនេះគឺអក្សររៈអក្សររៈហើយអក្សររៈមានពីរគំនូសអញ្ចឹងយើងមើលនៅខាងស្ដាំដៃនេះរបៀបសរសេរហើយតោះទី1 ichi ni ichi ni ហើយម្ដងទៀត ichi ni ហើយអញ្ចឹងគំនូសទី1យើងគូសពីឆ្វេងទៅស្ដាំគំនូសទី2ពីឆ្វេងទៅស្ដាំដូចគ្នាបន្ទាប់មកចុះមកក្រោមហើយអញ្ចឹងយើងមើលគំនូសទី2នេះគឺតែមួយគំនូសហ្នឹងគឺស្មើនឹងអក្សរ ហ្វឹកហើយសរសេរដូចអក្សរ ហ្វឹកអញ្ចឹងណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរៈនេះគឺយ៉ាងថារៃតក់រៃតក់រៃតក់មកពីអង់គ្លេសពាក្យ light ណាបកប្រែថាពន្លឺហើយអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់អក្សររិអក្សររិហើយអក្សររិកតាកណាគឺស្រដៀងជាមួយនឹងហិរ៉ាកាណាដែរណាអ្វីដែលខុសគ្នាគឺអត់មានកលៈហើយនៅគំនូសទី1នេះអញ្ចឹងអត់មានកលៈបែបណាឥឡូវយើងមើលរបៀបសរសេរនៅខាងស្ដាំដៃនេះតោះហើយទី1 ichi ni ichi ni ហើយម្ដងទៀត ichi ni ណា ichi ni ហើយអញ្ចឹងគំនូសទី1គូសត្រង់ពីលើចុះក្រោមឈប់ទី2គូសត្រង់ហើយស្របជាមួយនឹងគំនូសទី1ចុះក្រោមតបមករាងកោងមកឆ្វេងដោយផ្នែកខាងក្រោមវាហ្នឹងគឺយើងចោលគឺហារ៉ាវណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សររិគឺ ritoru ritoru ហើយ ritoru មកពីពាក្យអង់គ្លេស lit ណាហើយអញ្ចឹង ritoru យើងបកប្រែខ្មែរគឺយើងយកមកពីពាក្យដូចគ្នាដែរយើងបកប្រែថា lit ហើយប្រហែល lit អីចឹងណាហើយបន្តមកទៀតយើងចូលមកកាន់អក្សររឹហើយអក្សររឹមានពីរគំនូសហើយឥឡូវយើងមើលគំនូសផ្នែកទី1នេះគំនូសទី1នេះគឺដូចជាមួយនឹងអក្សរណុហើយដូចជាមួយនឹងអក្សរណុអញ្ចឹងណាហើយអញ្ចឹងរបៀបសរសេរយើងមើលខាងស្ដាំឡើយនេះណាទី1 ichi ni ណា ichi ni ណាហើយ ichi ni ហើយណាអញ្ចឹងអ្នកនរគ្នាមើលក្នុងវីដេអូខ្លីនេះប្រហែលជាឃើញគំនូសទី1នេះរៀងខ្លីជាងហើយខ្លីជាងដោយសារតែពេលរៀងសរសេរប៊ិចវាអត់ដូចយើងគូសនៅខាងក្រៅសរសេរប៊ិចផ្ទាល់ហើយអានេះខ្ញុំសរសេរលើ iPad អញ្ចឹងយើងមើលទៅពេលខ្លះឃើញសរសេរអត់អស់ហើយអញ្ចឹងអក្សររឹហើយពាក្យដែលផ្ដើមដោយអក្សររឹគឺពាក្យរឺរឹហើយរឺមានន័យថាវិន័យណាមកពីពាក្យអង់គ្លេស rule ហើយបន្តមកទៀតយើងចូលមកកាន់អក្សររៈហើយអក្សរៈបើយើងនិយាយទៅយើងនិយាយថាជាមួយចំហៀងនៃអក្សររឹហើយណាជាមួយចំហៀងនៃអក្សររឹចឹងយើងមើលរឹកន្លែងនេះបានហើយគឺអក្សររៈគឺសរសេរដូចគ្នាអញ្ចឹងណាហើយអញ្ចឹងរៈមានមួយគំនូសយើងគូសពីលើចុះក្រោមហើយបន្ទាប់មកយើងឡើងទៅលើវិញណាហើយអញ្ចឹងយើងមើលវាសរសេរនៅក្នុងស្នាមដៃនេះ ichi ហើយ ichi ហើយណា ichi ហើយអូខេអញ្ចឹងពាក្យដែលផ្ដើមដោយអក្សររៈហើយយើងអានថា recipe បកប្រែថារូបមន្តណាហើយ recipe ហើយចុងក្រោយយើងចូលមកកាន់អក្សរៈណាអក្សរៈយើងមើលមកគឺដូច4ជ្រុងណាហើយ4ជ្រុងអញ្ចឹងវាមាន3គំនូសហើយអញ្ចឹងយើងមើលរបៀបសរសេរនៅខាងស្ដាំដៃនេះតោះទី1 ichi ni san ichi ni san ichi ni san ហើយអញ្ចឹងសម្រាប់គំនូសទី2គឺយើងគោះដកដៃទេពីឆ្វេងមកស្ដាំទៅមកចុះក្រោមណាហើយសម្រាប់គំនូសទី3បើយើងប្រៀបធៀបមកគឺវារាងខ្លីជាងគំនូសទី2នេះនៅផ្នែកខាងលើហ្នឹងខ្លីជាងបន្តិចណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរៈគឺយើងអានថា Robbie បើន័យថាបន្ទប់រង់ចាំណាហើយមកពីពាក្យអង់គ្លេស lobby ហ្នឹងហើយអូខេអញ្ចឹងថ្ងៃនេះយើងមាន5អក្សរហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ហើយ